រៀបសួរនិងសួស្តីបងថ្ងៃនេះมันមកបង្ហាញពីភ្លើងស្អាតបងណាដែលចង់យកភ្លើង LED ដាក់ឡានធំឡានតូចអីគឺអាចមកមើលខាងហាងលេខ1ទៀងបានបងនៅលើផ្លូវជាតិលេខ4ចន្លោះគីឡូ4950ក៏បងអាចឆាតមក Telegram កតុយ07នឹងបានខាងប្អូនមានលក់គ្រឿងបន្លាស់ឡានធំគ្រឿងលេងឡាននិយាយរួមឲ្យតាក់ទងនឹងឡានបងអាចឆាតសួរបានហើយខាងលេខ1ទៀនមិនត្រឹមតែលក់រាយទេបងមានទាំងបោះដុំផ្ញើបាន25ខេត្តក្រុងប្រភេទ LED ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះប្រើបានតាំង12 វ៉ុលនិង24 វ៉ុលហើយនៅក្នុងវីដេអូនេះខ្ញុំក៏បានដាក់វីដេអូខ្លីៗដើម្បីឲ្យបងងាយមើលពីភ្លើងព្រោះភ្លើងខ្លះគឺវាញាក់ហើយដូរពណ៌ប្រភេទភ្លើងមួយនេះគឺຂະຫນາດវា60សង់ទីម៉ែត្របងអាចដាក់ខាងក្រោយឡានបានដាក់ចំហៀងក៏បានហើយប្រភេទនេះក៏ដូចគ្នាដែរបងជាប្រភេទដែលអាចដាក់សញ្ញោបានបងអាចដាក់ខាងក្រោយក៏បានចំហៀងបានដូចគ្នាប្រភេទភ្នែកញាក់នេះមានខ្សែច្រើនអាស្រ័យទៅលើបងតពេលដែលបងឃើញនៅក្នុងវីដេអូឃើញរៀងតូចបងតែនៅខាងក្រៅធំគួរសមប្រភេទនេះយើងអាចជំនួសស្តុបក្រោយបានទៀតប្រើបានចាប់ពី12 វ៉ុលរហូតដល់80 វ៉ុលបងប៉ុន្តែបើសិនជា12 វ៉ុលអាចនឹងភ្លឺខ្សោយជាង24បន្តិចសម្រាប់អ្នកដែលគាត់ប្រើអាគុយមួយបងឲ្យវីដេអូនេះវែងពេកខ្ញុំអាចនឹងកាត់វីដេអូជា2ដោយសារតាបន្ទាប់មកគឺមានហាស4ទៀតអំពូលជើង3សេះជាងនឹងទៅទៀតនៃប្រភេទ LED ជើង3ហាស4នេះយើងអាចដាក់ចូលនៅក្នុងចង្គៀងបានសម្រាប់បងណាដែលគាត់អំពូលធម្មតាអត់សូវភ្លឺអីបងអាចសាប្រភេទ LED នេះបានហើយសម្រាប់បងណាដែលចង់ដាក់ក្បាំងផុកកញ្ចក់ inox ថែមកញ្ចក់មុខឲ្យធំផ្លាកលេខផ្លិតទឹកនិយាយរួមឲ្យតែតាក់នងគ្រឿងឡានបងអាចឆាតសួរបាននៅក្នុងនឹងបានទាំងអស់អញ្ចឹងបងកុំភ្លេចណាបើសិនជាបានឃើញវីដេអូនឹងហើយមានចង្អល់អីអាចឆាតសួរបានយើងមានទាំង page មានទាំង Telegram មានទាំង TikTok សម្រាប់អំពូលហាស4នៅក្នុងវីដេអូហ្នឹងខ្ញុំថតនៅពេលក្រោយអរគុណ